6 កន្លែងនៅសៀមរាបថ្ងៃទី3ការខ្ញុំទៅនោះគឺចង់ពេលអ៊ំទូកដល់ពេលចឹងទៅរៀងយូរដែរតែគ្រាន់ថាបើសិនជាណាគេអត់ដឹងទៅសៀមរាបទៅកន្លែងណាខ្លះគឺអាចតាមវីដេអូនឹងបានចឹងផឹកឡើងនោះគឺមានតាណាឆ្ងាយទេក្រៅពីកាហ្វេនឹងឯងគឺខ្ញុំទៅជំរកកាហ្វេមួយនេះនៅកន្លែងនោះគឺបរិយាកាសស្អាតមែនរបៀបថាគាត់រៀបចំទីមកលយហ្មងនិយាយទៅសបោប្លង់ថតរូបចឹងហើយបើតម្លៃវិញគឺទាំងម្ហូបទាំងបាយនៅខាងគាត់នោះគឺប៉ុណ្ណឹងរៀងគួរសមដែរតាមតម្លៃ100ចឹងគឺមានខ្លះ7000 8000ចឹងទៅបន្តមកជីងពីកាហ្វេនោះរៀងថ្ងៃដែរចឹងក៏ទៅហើបាយញ៉ាំនៅតំបន់ទីលានចូលដំរីចឹងគ្រាន់តែទៅមកទៀតរៀងស្ទះហើយដល់ពេលចឹងទៅមកញ៉ាំនៅនេះវិញចឹងបន្ទាប់ពីញ៉ាំអីហើយរៀងថ្ងៃទីហ្នឹងក៏មកហាងកាហ្វេទៀតហាងកាហ្វេហ្នឹងគឺឈ្មោះ Footprint Cafe ទៅនៅនឹងស្អាតមានទាំងសភៅមានទាំងកាហ្វេហើយមានទាំងពីរជាន់នោះសម្រាប់ហាងកាហ្វេរបស់គាត់ហ្នឹងរៀងស្ងប់ស្ងាត់ដែរហើយបើកន្លែងអង្គុយវិញគឺ vibe ជាមកអែមរបៀបគាត់ប្រមូលបានពីដើមមកតាំងចឹងហើយខ្ញុំក៏បានកំងម៉ាឆាមួយដែរចឹងគឺឈ្មោះអាសា2ចុចម៉ាឆានៅខាងគាត់ហ្នឹងគឺឆ្ងាញ់បាទទៅខ្ញុំ recommend មែនតើហ្មងសាក់មួយហ្នឹងចេញពីហ្នឹងហើយក៏ដើរជុំវិញនឹងមកស្ទឹងស្ទៀមរៀបចឹងដោយសារតែការខ្ញុំទៅនោះអ៊ំទូកូចឹងទៅគឺគេមានស្តង់ច្រើនបន្ទាប់ពីដើរហើយក៏មកញ៉ាំអីនៅនេះវិញចឹងដោយសារតែស្តង់ហ្នឹងគឺមនុស្សច្រើនពេកចុះនៅហាងគាត់នេះហ្នឹងគឺលក់របៀបដូចជា spaghetti ចឹងបាទតម្លៃវិញគឺធូរហ្មងគឺមួយចានមានតែ3រៀលឡើងញ៉ាំបានដែរតម្លៃ3រៀលមែនបោះគេប្រហែលក៏ច្រើនដែរដល់ពេលចឹងទៅកំងអ្នកមួយចានឲ្យ share គ្នាញ៉ាំបាទហូរជឿវិញគឺឆ្ងាញ់មែន spaghetti នៅខាងគាត់ហ្នឹងនិយាយទៅកំងតែមួយចានហ្នឹងមកគឺល្មមមួយឆ្អែតហ្មង3រៀលប៉ុណ្ណឹងចេញពីហ្នឹងហើយដល់យប់ឡើងក៏មកឲ្យញ៉ាំទៀតអញ្ចឹងគឺនៅនំបញ្ចុកក្អមយៈនៅកន្លែងហ្នឹងគឺបាយឆាឆ្ងាញ់ខ្ញុំមកញ៉ាំហ្នឹងច្រើនដងមែនតើហ្មងបាទតម្លៃវិញទាំងបាយឆាទាំងគ្រឿងសមុទ្រហ្នឹងគឺមានតែ10000ក៏ញ៉ាំបានដែរចេញពីហ្នឹងហើយក៏មកមើលគេបានកញ្ជ្រួចអញ្ចឹងនៅម៉ោង9ចេញពីហ្នឹងហើយក៏ clean soup អញ្ចឹងក៏មកញ៉ាំស៊ុបខូជ្រូកនៅកន្លែងនេះនៅហាងនំប៉័ងនេះពណ៌នៅកន្លែងហ្នឹងគឺស៊ុបខូជ្រូកនៅខាងគាត់ហ្នឹងឆ្ងាញ់បាទតម្លៃវិញគឺមួយចានហ្នឹងហ្មង6000បាទហូរជិះវិញក៏ឆ្ងាញ់ដែរស៊ុបខូជ្រូកមួយហ្នឹងបន្ទាប់ពីច្បាយក្រូចឆ្មាហើយសម្រាប់ទីតាំងវិញគឺខ្ញុំភ្លេចបាត់ហើយអាចឆែកមើលតាម Google Map បានអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយហ្នឹងក៏រៀបចំអីវ៉ាន់គឺទៅពេញវិញដោយសារតែថ្ងៃហ្នឹងគឺថ្ងៃចុងក្រោយនៅសៀមរាបហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេវីដេអូក្រោយគឺខ្ញុំនឹង detail ហាងមួយនៅសៀមរាបហ្មង